បើយើងនិយាយពីខ្មោចយើងតែងតែនឹកឃើញដល់ស្រមោលខ្មៅក្នុងភាពងឹតប៉ុន្តែការពិតដ៏ឈឺចាប់មួយដែលគ្មាននរណាប្រាប់អ្នកនោះគឺពេលខ្លះខ្មោចដែលគួរឲ្យខ្លាចបំផុតមិនមែនជារបស់ដែលលាក់ខ្លួនក្នុងទីងឹតនោះទេតែវាជាស្រមោលនៃភាពទន់ខ្សោយរបស់យើងខ្លួនឯងដែលឆ្លុះបញ្ចាំងចេញពីកែវភ្នែករបស់មនុស្សស្លាប់ក្រោមពន្លឺភ្លើងពណ៌ដ៏ត្រជាក់ក្លិន formalin មិនមែនត្រឹមតែជាថ្នាំរក្សាសាកសពទេសម្រាប់និស្សិតពេទ្យវាជាក្លិននៃសេចក្តីស្លាប់ដែលតោងជាប់នឹងសរសៃសក់ជាប់ក្រចកដៃជាប់សម្លៀកបំពាក់ហើយជ្រៀតចូលទៅដល់ក្នុងសុបិនវិជានិស្សិតពេទ្យឆ្នាំទី3គាត់មិនមែនជាកូនអ្នកមាននៅភ្នំពេញទេដីស្រែ2ហិកតានៅឯស្រុកកំណើតត្រូវបានលក់ដើម្បីប្តូរជាថ្លៃសាលានិងក្តីសង្ឃឹមរបស់គ្រួសារទាំងមូលដែលចង់ឃើញគាត់ពាក់អាវបលូពណ៌សម្ពាធនេះធ្ងន់ណាស់ធ្ងន់រហូតដល់ធ្វើឲ្យខួរក្បាលរបស់យុវជនម្នាក់នេះលែងអាចបែងចែកដាច់រវាងការពិតនិងការស្រមើស្រមៃនៅក្នុងបន្ទប់កាយវិភាគវិទ្យាដ៏ត្រជាក់សាកសពលេខ4ត្រូវបានគ្រប់ដោយក្រណាត់ពណ៌វាគ្រាន់តែជាសាកសពអត់ស្គាល់អត្តសញ្ញាណមួយដែលគេបរិច្ចាគឲ្យសាលាពេទ្យភ្នែករបស់វាខូចជ្រៅស្បែកស្លេកក្រៀមស្ងួតដោយសារសារធាតុគីមីអ្នកផ្សេងមើលឃើញសាកសពនេះត្រឹមតែជាសៀវភៅសម្រាប់រៀនពីសាច់ដុំសរសៃឈាមនិងសរីរាង្គប៉ុន្តែសម្រាប់វិជាគាត់ចាប់ផ្ដើមមើលឃើញលើសពីនោះយប់1 ម៉ោង 2រំលងអធ្រាត្រខណៈពេលដែលមិត្តរួមបន្ទប់កំពុងគេងលក់វិជានៅអង្គុយមុខសៀវភៅកាយវិភាគវិជាកម្រាស់រាប់ពាន់ទំព័រភ្នែករបស់គាត់ឡើងក្រហមដោយសារការអត់ងុយរាប់សប្តាហ៍ពេលគាត់សម្លឹងមើលរូបភាពបេះដូងក្នុងសៀវភៅស្រាប់តែត្រចៀករបស់គាត់ឮសំឡេងដកដង្ហើមធំជាសំឡេងដកដង្ហើមដែលហត់នឿយបំផុតចេញពីជ្រុងបន្ទប់វាចាប់ផ្ដើមពីក្តីសុបិនក្នុងសុបិនគាត់មិនមែនកំពុងកាន់កាំបិតវះកាត់ទេតែគាត់កំពុងឈរមើលបុរសវ័យកណ្ដាលម្នាក់សាកសពលេខ4កំពុងអង្គុយយំតែម្នាក់ឯងនៅតាមចិញ្ចើមផ្លូវក្រោមដំណក់ភ្លៀងបុរសនោះគ្មានលុយទិញថ្នាំឲ្យកូនបុរសនោះធ្វើការតតែកងបេះដូងស្លាប់ដោយគ្មាននរណាម្នាក់អើពើរាល់ពេលដែលវិជាដាក់កាំបិតវះកាត់ទៅលើទ្រូងសាកសពនៅសាលាគាត់មានអារម្មណ៍ថាគាត់កំពុងតែកាត់ជ្រៀកសាច់ឈាមរបស់មនុស្សដែលកំពុងរស់កំពុងដឹងឈឺដៃរបស់គាត់ញ័រមិត្តភក្តិគិតថាគាត់រៀនច្រើនពេកសាស្ត្រាចារ្យឲ្យគិតថាគាត់ទន់ខ្សោយមិនស័ក្តិសមធ្វើជាគ្រូពេទ្យប៉ុន្តែការពិតផ្នែកចិត្តសាស្ត្រជ្រៅជាងនោះវិជាមិនមែនត្រូវខ្មោចលងទេគាត់កំពុងតែរងគ្រោះដោយជំងឺការយល់ចិត្តហួសកម្រិត hyperempathy បូករួមនឹងវិបត្តិផ្លូវចិត្តដោយសារសម្ពាធការសិក្សា burnout ពេលដែលយើងត្រូវក្តីសង្ឃឹមរបស់អ្នកដទៃធ្ងន់ពេកយើងចាប់ផ្ដើមបាត់បង់ខ្លួនឯងវិជាខ្លាចការបរាជ័យខ្លាចជាមនុស្សអត់ប្រយោជន៍ដូចបុរសអនាថាដែលស្លាប់ទៅគ្មាននរណាស្ដាយស្រណោះនោះគាត់យកការភ័យខ្លាចចំពោះអនាគតខ្លួនឯងទៅផ្ញើលើរាងកាយសាកសពនោះពេលសាកសពនោះយំក្នុងសុបិនតាមពិតគឺវិជាខ្លួនឯងទេដែលកំពុងយំគាត់យំជំនួសខ្លួនឯងដែលមិនហ៊ានបង្ហូរទឹកភ្នែកនៅមុខគ្រួសារគាត់ចាប់ផ្ដើមនិយាយម្នាក់ឯងដុសលាងដៃរាប់សិបដងក្នុងមួយថ្ងៃព្រោះមានអារម្មណ៍ថាក្លិន formalin មិនព្រមជ្រះគាត់ស្រមៃឃើញសាកសពលេខ4មកអង្គុយនៅចុងគ្រែសម្លឹងមើលគាត់ដោយកែវភ្នែកដ៏សោកសៅសួរគាត់ដោយគ្មានសំឡេងថាឯងប្រកាសទេថាឯងអាចសង្គ្រោះជីវិតអ្នកដទៃបានបើឯងថែរក្សាសំបីតែប្រលឹងខ្លួនឯងមិនរស់ផងនោះនៅយប់មុនថ្ងៃប្រឡងធំវិជាដើរចូលទៅក្នុងបន្ទប់កាយវិភាគវិជាតែម្នាក់ឯងពន្លឺភ្លើងចាំងផ្លាតលើទៅដែកអ៊ីណុកភាពស្ងាត់ជ្រុងបែបនេះជាពេលដែលមនុស្សប្រឈមមុខនឹងសេចក្តីពិតរបស់ខ្លួនឯងគាត់ទាញក្រណាត់ចេញពីសាកសពលេខ4អស់រយៈពេលជាយូរគាត់មិនបានមើលវាជាកោសិកាឬសាច់ដុំទៀតទេគាត់សម្លឹងមើលវាជាមនុស្សម្នាក់ជាមនុស្សដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ធ្លាប់តស៊ូធ្លាប់បរាជ័យហើយទីបំផុតស្ងប់ស្ងាត់ក្នុងវិនាទីនោះជំរឿទស្សនវិជ្ជានៃជីវិតបានលេចឡើងយើងរៀនពេទ្យដើម្បីប្រយុទ្ធជាមួយសេចក្តីស្លាប់ប៉ុន្តែយើងភ្លេចថាសេចក្តីស្លាប់មិនមែនជាស្ត្រូវជានិច្ចនោះទេជួនកាលវាគ្រាន់តែជាការសម្រាកការយល់ចិត្តអ្នកជំងឺជារឿងសំខាន់តែបើយើងរែកពុនការឈឺចាប់របស់មនុស្សគ្រប់គ្នាមកដាក់លើស្មាខ្លួនឯងយើងនឹងត្រូវកំទេចដោយទម្ងន់នៃច្បាប់ធម្មជាតិវិជាដាក់ដៃលើទ្រូងដ៏ត្រជាក់របស់សាកសពនោះគ្មានសំឡេងខ្សឹបគ្មានស្រមោលខ្មៅតាមលងបន្លាចទៀតទេគាត់បិទភ្នែកដកដង្ហើមចូលជ្រៅទឹកភ្នែកមួយដំណក់ធ្លាក់ស្រក់លើទៅដែកវាជាទឹកភ្នែកនៃការទទួលស្គាល់ការពិតគាត់ទទួលស្គាល់ថាគាត់ត្រឹមជាមនុស្សធម្មតាម្នាក់គាត់មិនអាចជួយសង្គ្រោះពិភពលោកទាំងមូលបានទេតែគាត់អាចចាប់ផ្ដើមពីការរៀនអភ័យទោសឲ្យខ្លួនឯងដែលមិនល្អឥតខ្ចោះខ្មោចពិតប្រាកដត្រូវបានកំចាត់ចោលមិនមែនដោយមន្តអាគមឬការសូត្រធម៌រំដោះគ្រោះនោះទេវាត្រូវបានរំលាយបាត់ទៅវិញនៅពេលដែលយើងហ៊ានប្រឈមមុខនឹងភាពភ័យខ្លាចរបស់យើងហ៊ានទទួលស្គាល់ភាពទន់ខ្សោយរបស់យើងហើយរៀនរស់នៅជាមួយវាដោយក្តីមេត្តាសាកសពគ្រូពេទ្យមិនមែនជាអ្នកដែលស្លាប់នោះទេ
តែជាប្រលឹងរបស់គ្រូពេទ្យខ្លួនឯងដែលត្រូវតែស្លាប់ចោលនៅភាពទន់ខ្សោយនិងការភ័យខ្លាចទើបអាចចាប់កំណើតជាថ្មីជាអ្នកព្យាបាលដ៏រឹងមាំម្នាក់